ចាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំកំពុងតែជិះម៉ូតូចាទៅចំការដើម្បីទៅបេះក្រូចធម្មជាតិចាយកមកលក់ជូនពុកម៉ែបងប្អូននិងហ្វេនណាចង់ដឹងថាក្រូចធម្មជាតិរបស់យើងគឺឆ្ងាញ់កម្រិតណាណាចឹងសម្រាប់ពុកម៉ែបងប្អូនឬក៏ហ្វេនដែលធ្លាប់កំងគឺអាចដឹងហើយថារសជាតិក្រូចរបស់នាងខ្ញុំគឺជូរអែមឆ្ងាញ់ណាស់ពុកម៉ែបងប្អូនគឺក្រូចបែបធម្មជាតិតែម្ដងហើយនេះជាចំការពូរបស់ខ្ញុំចាដែលគាត់ដាំនៅជួរភ្នំក្រវាញគឺធម្មជាតិពិតពុកម៉ែបងប្អូនហើយបានញ៉ាំហើយពិតជាមិនខកបំណងទេណាទី1យើងញ៉ាំអ្វីដែលជារបស់ធម្មជាតិអត់មានជាតិគីមីធ្វើឲ្យពុកម៉ែបងប្អូននិងហ្វេនទាំងអស់គឺទទួលបាននៅសុខភាពល្អណាពុកម៉ែបងប្អូនមើលតែផ្លែតែក៏ដឹងថាធម្មជាតិកម្រិតណាហើយដាំនៅជួរភ្នំពុកម៉ែបងប្អូនចាមិនធម្មតាទេពុកម៉ែបងប្អូនអាចមើលបានណាហើយឥឡូវគឺទុំច្រើនមែនតែនបើសិនជាពុកម៉ែបងប្អូនឬក៏ហ្វេនទាំងអស់ដែលស្គាល់នឹងខ្ញុំអូខេអាចដាក់កំងបានណានៅពេលដែលកំងភ្លាមគឺម្ចាស់ចំការដែលជាពូមីងរបស់ខ្ញុំនឹងគាត់នឹងធ្វើដំណើរទៅបេះជូនពុកម៉ែបងប្អូនភ្លាមតែម្ដងមិនឲ្យពុកម៉ែបងប្អូនខកបំណងឡើយនេះ